ហើយដែរបានខ្ញុំអត់សប្បាយចិត្តខ្ញុំគិតថានេះមិនមែនជាសំណួរដែលខ្ញុំធ្លាប់សួរខ្លួនឯងទេប៉ុន្តែប្រហែលជាមានអ្នកដែលកំពុងតែទស្សនាវីដេអូមួយនេះក៏ធ្លាប់បានសាកសួរខ្លួនឯងចឹងដែរជាពិសេសនៅពេលដែលយើងហាក់ដូចជាមានគ្រប់យ៉ាងដែលយើងធ្លាប់តែចង់បានហើយយើងបានប៉ុន្តែស្រាប់តែយើងមានអារម្មណ៍ថាមិនបានយើងនៅតែអត់សប្បាយចិត្តទៀតដោយសារតែហេតុអីយើងនៅខ្វះខាតអីទៀតយើងនៅចង់បានអីទៀតបើយើងមានសពមានគ្រប់អស់ហើយហ្នឹងទោះបីខ្ញុំមិនមែនជាអ្នកមានហើយមានរបស់ខ្លះខ្ញុំត្រូវសំលុយយូរមែនតើតែមកតែអាចទិញបានប៉ុន្តែបើធៀបជាមួយនឹងជីវិតខ្ញុំកាលពី10ឆ្នាំមុនខ្ញុំអាចនិយាយបានថាខ្ញុំកំពុងតែរស់នៅក្នុងជីវិតមួយដែលខ្ញុំធ្លាប់តែសម័យចង់បានកាលពី10ឆ្នាំមុនហើយមួយវិញទៀតរឿងពិបាកមិនធ្លាប់ជួបណាធ្លាប់ជួបច្រើនហើយឆ្លងច្រើនហើយក៏អាចជំនះបានហើយខ្ញុំចាំបានពីអារម្មណ៍ដែលខ្ញុំនៅជួបរឿងពិបាកខ្ញុំថាចេះតែខ្ញុំឆ្លងផុតរឿងទាំងអស់នឹងបានជីវិតខ្ញុំដឹងតែសប្បាយចិត្តហើយតែទីពិតវាអត់អញ្ចឹងណារយៈចុងក្រោយខ្ញុំគិតថាតាំងពីឆ្នាំមុនដែលខ្ញុំបានសាកសួរខ្លួនឯងអញ្ចឹងថាហេតុអីបានខ្ញុំនៅតែអត់សប្បាយចិត្តទៀតទាំងកាលមុនខ្ញុំនិយាយថាចេះបើរឿងហ្នឹងខ្ញុំធ្វើបានបើខ្ញុំមាននេះបើខ្ញុំមាននោះខ្ញុំនឹងសប្បាយចិត្តហើយប៉ុន្តែទីពិតគឺអត់ទេហើយខ្ញុំក៏ហាក់ដូចជាមានសុខភាពល្អជាងមុនបើធៀបជាមួយនឹងខ្ញុំកាលពី5ឆ្នាំមុនប៉ុន្តែហាក់ដូចជាមានអារម្មណ៍ថាខ្លួនឯងដូចនៅខ្វះអីទៀតដែលត្រូវការរកមកបំពេញក្តីសុខឲ្យខ្លួនឯងណាហើយក៏ខ្ញុំសម្រេចចិត្តថាខ្ញុំធ្វើវីដេអូនេះបន្ទាប់ពីខ្ញុំ find out មូលហេតុដែលធ្វើឲ្យខ្ញុំនៅតែសួរខ្លួនឯងថាហេតុអីបានខ្ញុំនៅតែអត់សប្បាយចិត្តទៀតហើយមានមូលហេតុ5 6ដែលធ្វើឲ្យខ្ញុំមានចម្លើយសម្រាប់សំណួរដែលខ្ញុំធ្លាប់តែសួរហើយនឹងបានសួរមកកាន់ខ្លួនឯងចំពោះមូលហេតុទី1គឺ feel greedy ខ្ញុំមានអារម្មណ៍ថាខ្ញុំលោភលន់មែនតើទៅបើទោះបីជាខ្ញុំមិនមែនជាអ្នកមានកប់ពពកប៉ុន្តែបើធៀបជាមួយនឹងជីវិតរបស់ខ្ញុំកាលពី10ឆ្នាំមុនគឺខ្ញុំគិតថាខ្ញុំមានគ្រប់គ្រាន់ហើយប៉ុន្តែវាមានពេលវេលាដែលធ្វើឲ្យខ្ញុំគិតថាអ្វីដែលខ្ញុំកំពុងមានហ្នឹងវាអត់ទាន់គ្រប់គ្រាន់ទេដែលធ្វើឲ្យខ្ញុំត្រូវប្រឹងរកនេះរកនោះដើម្បីមកបំពេញភាពគ្រប់គ្រាន់ឲ្យខ្លួនឯងខណៈអ្វីដែលខ្ញុំកំពុងមាននៅឥឡូវនេះគឺជាអ្វីដែលខ្ញុំធ្លាប់តែពងចង់បានកាលពី10ឆ្នាំមុនអញ្ចឹងមូលហេតុទី1សំខាន់បំផុតគឺដោយសារតែខ្ញុំមានអារម្មណ៍ថាលោភលន់ហើយនៅពេលដែលខ្ញុំនិយាយថាគ្រប់គ្រាន់ហ្នឹងមិនបានន័យថាខ្ញុំលែងទៅធ្វើការខ្ញុំលែងប្រឹងលែងអីដោយសារតែពាក្យខ្ញុំមានគ្រប់គ្រាន់អស់ហើយមិនទេតម្រូវការប្រចាំថ្ងៃគឺយើងត្រូវតែបំពេញឲ្យពួកអីជីវិតនិយាយយ៉ាងខ្លីថាយើងត្រូវការលុយដើម្បីចិញ្ចឹមជីវិតរបស់យើងអញ្ចឹងខ្ញុំនៅតែប្រឹងរកខ្ញុំនៅតែប្រឹងធ្វើការអញ្ចឹងសូមស្ដាប់នៃខ្ញុំត្រង់នឹងឲ្យតន់ណាចំពោះមូលហេតុទី2ការប្រៀបធៀបហើយមែនតើខ្ញុំអត់ចូលចិត្តប្រៀបធៀបជីវិតរបស់ខ្ញុំជាមួយនឹងណាគេទេប៉ុន្តែមនុស្សយើងវាភ្លេចខ្លួននិយាយទៅខ្ញុំភ្លេចខ្លួនណាទាំងអស់គ្នាយើងកំពុងមានក្តីសុខនឹងជីវិតរបស់យើងសុខស្រាប់តែកលែកមើលជីវិតរបស់អ្នកដទៃឃើញគេមាននេះមាននោះគេទៅនេះទៅនោះគេទិញនេះទិញនោះគេចាប់ផ្ដើមយកមកប្រៀបធៀបជាមួយនឹងខ្លួនឯងដោយឥតដឹងខ្លួនណាចេះតូចចិត្តគិតថាមិនបានយើងប្រឹងយូរហើយអាហ្នឹងយើងទិញមិនបានដូចគេមិនបានយើងអត់មានអាហ្នឹងដូចគេហើយជាពិសេសការងារខ្ញុំជាអ្នកនិពន្ធរឿងលក់រឿងអីហ្នឹងអូយគេមិនក៏គេលក់បានម៉េះហើយយើងមិនក៏វាមិនសូវបានដូចគេទាំងធៀបពិតកាលពីប្រហែលឆ្នាំមុនណាខ្ញុំលក់សភៅអត់បានទេទាំងអស់គ្នាគឺខ្ញុំចាប់ផ្ដើមការងារនិពន្ធពីបាត់ដៃទទេហើយឥឡូវខ្ញុំបានប៉ុណ្ណឹងហើយបើទោះបីជាវាមិនច្រើនដូចគេប៉ុន្តែខ្ញុំគិតថាជាលទ្ធផលមួយដែលខ្ញុំខ្លួនឯងគួរតែរំលឹកខ្លួនឯងថាខ្ញុំគួរតែអបអរខ្ញុំគួរតែមានមោទនភាពជាមួយនឹងសមិទ្ធផលមួយហ្នឹងតែទាំងអស់គ្នាឃើញស្នាដៃការងាររបស់ខ្ញុំមានប៉ុន្តែដោយសារតែខ្ញុំមកផ្លែតហ្នឹងយើងកលែកមើលទៅជីវិតរបស់គេយកមកប្រៀបធៀបជាមួយខ្លួនឯងឃើញខ្លួនឯងអន់ភ្លាមអត់សប្បាយចិត្តភ្លាមហ្មងហើយអារឿង scroll Facebook ហ្នឹងមួយខ្ញុំប្រាប់អ្នកទាំងអស់គ្នាខ្ញុំអត់សូវចូលចិត្តលេង Facebook ទេមិនអត់ចូលចិត្តខ្ញុំចូលចិត្តប៉ុន្តែនៅពេលដែលខ្ញុំលេងខ្ញុំញៀនហើយវាមានរឿងច្រើនប៉ះទង្គិចផ្លូវចិត្តរបស់ខ្ញុំអញ្ចឹងរឿងខ្លះខ្ញុំអត់ចង់ឃើញខ្ញុំអត់មើលអ្វីដែលខ្ញុំអាចធ្វើបានគឺខ្ញុំអត់មើល Facebook ទេខ្ញុំមើលដែរប៉ុន្តែខ្ញុំមើលតិចតួចបំផុតហើយភាគច្រើនគឺខ្ញុំ schedule នៅក្នុង page របស់ខ្ញុំចូលមើលតិចតួច TikTok ហ្នឹងសឹងតែថាអត់ហ៊ានចូលមើលវីដេអូទេបានតែធ្វើប្រហោះទេហើយនឹងឆ្លើយឆ្លង comment ជាមួយនឹងអ្នកដែលគាត់ comment មកលើវីដេអូរបស់ខ្ញុំអីអញ្ចឹងណាពីពួកឯងខ្ញុំចេះតែមានកូនចិត្តបារម្ភដែរក្រែងលោខ្ញុំឃើញនេះឃើញនោះទៅខ្ញុំចេះតែយកមកប្រៀបធៀបជាមួយនឹងខ្លួនឯងពួកឯងខ្ញុំដឹងខ្លួនឯងច្បាស់ហ្មងខ្ញុំមិនមែនចេះតែគ្រប់គ្រងអារម្មណ៍ការគិតរបស់ខ្លួនឯងបានគ្រប់ពេលទេជួនកាលយើងមានរឿងពីនោះបន្តិចពីនេះបន្តិចលេចកើតជើងត្បូងអាបន្តិចទាំងអស់ហ្នឹងវាមកចំពេលតែមួយហើយដល់ពេលខ្ញុំទៅមើល Facebook ទៀតវាមានរឿងដែលប៉ះទង្គិចមកចិត្តខ្ញុំទៀតអញ្ចឹងអាស្របពេលកំពុងមានរឿងស្រាប់ហើយរឿងតែបន្តិចបូកបញ្ចូលគ្នាទៅវាធ្វើឲ្យមានរឿងច្រើនធ្វើឲ្យខ្ញុំអត់សប្បាយចិត្តធ្វើឲ្យខ្ញុំចាប់ផ្ដើមតូចចិត្តគិតច្រើនភ្លាមអញ្ចឹងខ្ញុំដឹងថាខ្លួនឯងគឺជាមនុស្សអញ្ចឹងបានរឿងខ្លះគឺខ្ញុំព្យាយាម ignore ចោលខ្ញុំ avoid វាហើយខ្ញុំអត់ចង់ឃើញខ្ញុំអត់ចង់ឮហ្មងដូច្នេះអ្នកទាំងអស់គ្នាឃើញការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃសម្រាប់ខ្ញុំគឺវាអត់ work ហ្មងប៉ុន្តែបើសិនឲ្យខ្ញុំធៀបខ្លួនឯងជាមួយនឹងខ្ញុំកាលពីមុនហ្នឹងគឺខ្ញុំសប្បាយចិត្តណាគឺខ្ញុំឃើញការរីកចម្រើនរបស់ខ្លួនឯងខ្ញុំឃើញលទ្ធផលនៃការប្រឹងប្រែងរបស់ខ្ញុំជិត10ឆ្នាំមកនេះគឺវាបានផ្លែផ្កាប៉ុន្តែផ្លែផ្កាហ្នឹងវាបែរជា
រលួយសឹងតែខ្ទេចខ្ទីនៅពេលដែលខ្ញុំភ្លេចខ្លួនធ្លោយទៅប្រៀបធៀបអ្វីដែលខ្លួនមានជាមួយនឹងអ្វីដែលគេមានអញ្ចឹងខ្ញុំសង្ឃឹមថារឿងមួយនេះរបស់ខ្ញុំនឹងអាចឲ្យអ្នកទាំងអស់គ្នាយកទៅពិចារណាដែរថាបើសិនជាប្រៀបធៀបហើយឃើញពីជីវិតរបស់គេហើយយើងអាចយកមក inspire ខ្លួនឯងមិនបាច់មើលទៀតទេប្រឹងធ្វើការរបស់ខ្លួនឯងហើយប្រឹងផ្ដោតការយកចិត្តទុកដាក់មកលើការងាររបស់ខ្លួនឯងមកលើជីវិតរបស់ខ្លួនឯងព្យាយាមមើលពីចំណុចល្អដែលខ្លួនឯងមានរឿងល្អដែលខ្លួនឯងបានធ្វើនាពេលកន្លងមកហើយចំពោះចំណុចទី3ខ្ញុំជាមនុស្សដែលឲ្យតម្លៃទៅលើពេលវេលាបច្ចុប្បន្ននេះបានន័យថាខ្ញុំ enjoy the moment ប៉ុន្តែនៅពេលដែលខ្ញុំធ្លោយគិតរឿងពីអនាគតខ្ញុំចាប់ផ្ដើមពិបាកចិត្តភ្លាមខ្ញុំចាប់ផ្ដើមគិតច្រើនភ្លាមព្រោះខ្ញុំងាយនឹងគិតច្រើនស្រាប់ហើយអញ្ចឹងតែកាលណាខ្ញុំអត់មានការគ្រប់គ្រងខ្លួនឯងតែកាលណាខ្ញុំរៀងប្រហែសបន្តិចខ្ញុំចាប់ផ្ដើមគិតបារម្ភពីអនាគតហ្មងសូម្បីមហឹកមុនរឿងសេដ្ឋកិច្ចមិនសេដ្ឋកិច្ចពិភពលោកអីមិនខ្ញុំបារម្ភតាំងថាអូសភៅតិចលក់លែងបាននៅពួកអីសភៅមិនមែនជាផលិតផលមួយដែលគេញ៉ាំរាល់ថ្ងៃដូចបាយទេហើយខ្ញុំអត់ដឹងថាតើពីថ្ងៃហ្នឹងទៅខ្ញុំអាចលក់សភៅបានអត់ឆ្នាំក្រោយខ្ញុំនឹងអាចមានលទ្ធភាពឬក៏អាចមានគំនិតរឿងថ្មីដើម្បីសរសេរបានអត់ខ្ញុំគិតច្រើនមែនតើហ្មងអញ្ចឹងវាធ្វើឲ្យខ្ញុំដូចចង់ answer ហើយវាធ្វើឲ្យខ្ញុំអត់សុបាយចិត្ត stress អត់ដឹងខ្លួនហ្មងហើយចំណុចទី4ខ្ញុំគិតថាប៉ះទង្គិចខ្ញុំមួយរយៈមុនហ្នឹងគឺរឿង copyright violation ការរំលោភសិទ្ធិអ្នកនិពន្ធខ្ញុំនៅតែ sensitive រឿងហ្នឹងហើយឲ្យតែឃើញរឿងហ្នឹងនៅលើបណ្ដាញសង្គមគឺខ្ញុំអត់សុបាយចិត្តខ្ញុំហាក់ដូចជាអស់អាលេងហ្មងអញ្ចឹងគឺនៅពេលដែលមានរឿងចឹងកាត់ឡើងនៅពេលដែលខ្ញុំបានឃើញរឿងទាំងអស់ហ្នឹងខ្ញុំត្រូវតែនិយាយរឿងទាំងអស់ហ្នឹងហើយបន្ទាប់មកគឺខ្ញុំទុកពេលជាមួយនឹងខ្លួនឯងខ្ញុំត្រូវការពេលដើម្បីបញ្យល់ខ្លួនឯងថាការងារនិពន្ធហ្នឹងមិនថាសម្រាប់តែខ្ញុំទេគឺអ្នកនិពន្ធផ្សេងៗនៅស្រុកយើងទាំងនៅស្រុកគេក្តីគឺរងការរំលោភបំពានសិទ្ធិអ្នកនិពន្ធណាដែលអ្នកស្រុកគេក៏គេអត់ទាន់អាចដោះស្រាយបានដែរអញ្ចឹងកុំឲ្យខ្ញុំហ្នឹងគិតច្រើនពីរឿងហ្នឹងពេកផ្ដោតទៅលើការទៅសេស្នាដៃទៅពីព្រោះអីបើទោះបីជាមានអ្នកដែលគេធ្វើស្រែលើខ្នងអ្នកនិពន្ធមែនក៏នៅតែមានអ្នកអានដែលគាត់ឲ្យតម្លៃគ្រប់គ្រងស្នាដៃអ្នកនិពន្ធតាមរយៈការទិញសៀវភៅថ្មីពីអ្នកនិពន្ធផងដែរហើយសប្តាហ៍មុនខ្ញុំបានទៅជួបគ្រូរបស់ខ្ញុំដោយសារជា requirement ពីសាលាគឺខ្ញុំត្រូវ consult ជាមួយគាត់ខ្ញុំក៏និយាយរឿងនឹងជាមួយនឹងគាត់ចឹងណាហើយខ្ញុំសប្បាយចិត្តនៅពេលដែលលោកគ្រូគាត់បានរំលឹកប្រាប់ខ្ញុំវិញថាខ្ញុំត្រូវតែ accept ខ្ញុំត្រូវតែទទួលយកថាការងាររបស់ខ្ញុំគឺត្រូវតែជួបរឿងអញ្ចឹងមិនអាចជៀសបានវាជាផ្នែកមួយដែលអ្នកនិពន្ធទាំងអស់មិនថាទាំងនៅស្រុកខ្មែរគឺនៅស្រុកគេសុទ្ធតែទទួលរឿងហ្នឹងប៉ុន្តែមិនមែនថាទទួលហើយយើងអត់ដោះស្រាយទេទទួលហើយយើងត្រូវរៀបចំ step ថាតើយើងអាចដោះស្រាយបញ្ហាហ្នឹងដោយរបៀបណាខ្លះអញ្ចឹងវាធ្វើឲ្យខ្ញុំបានធូរចិត្តច្រើនហើយគន្លឹះដែលធ្វើឲ្យខ្ញុំបានធូរចិត្តច្រើនហ្នឹងគឺខ្ញុំទទួលថានៅពេលដែលខ្ញុំសម្រេចចិត្តធ្វើជាអ្នកនិពន្ធនៅក្នុងប្រទេសខ្មែរគឺខ្ញុំអាចគេចផុតពីរឿងហ្នឹងបានទេហើយក៏មិនមែនខ្ញុំតែម្នាក់ឯងជួបរឿងហ្នឹងដែរមានអ្នកនិពន្ធខ្មែរជាច្រើនទៀតជាក់ស្ដែងខ្ញុំលើកឧទាហរណ៍ដោយអ្នកគ្រូម៉ៅសំណាងការពី10កាលពីជាង10ឆ្នាំមុនបើតាមខ្ញុំចាំអត់ខុសទេគឺអ្នកគ្រូគាត់សឹងថាគាត់អស់កម្លាំងចិត្តបាក់កម្លាំងចិត្តណាដោយសារតែការរំលោភស្នាដៃរបស់គាត់តម្រាំតែគាត់អាចត្រឡប់មកទៅសេស្នាដៃមានការបោះពុម្ពជាហូរហែឡើងវិញហើយខ្ញុំវាអត់ចង់ឲ្យរឿងហ្នឹងកើតឡើងចំពោះខ្ញុំឬក៏អ្នកនិពន្ធដទៃទៀតទេអញ្ចឹងវារឿងពិបាកចិត្តមកពេលដែរការហ្នឹងប៉ុន្តែឥឡូវលែងអីហើយបានន័យថាដោយសារខ្ញុំបាន accept វាហើយចំពោះចំណុចទី5ដែលធ្វើឲ្យខ្ញុំអត់សូវសប្បាយចិត្តដែរមហឹកមុនដោយសារតែខ្ញុំភ្លេចដឹងគុណចំពោះអ្វីដែលខ្ញុំមាននាពេលបច្ចុប្បន្ននេះខ្ញុំនៅចាំបានពីភាពលំបាកវេទនាកាលពីក្មេងហើយកាលពីក្មេងឡើយខ្ញុំជាមនុស្សដែលភ័យច្រើនដែរនិយាយទៅដូចរស់នៅជាមួយភាពភ័យខ្លាចតាំងពីក្មេងដែរខ្ញុំមិនដឹងថាហ្នឹងវាជាបញ្ហាផ្លូវចិត្តអត់ទេចាំមើលទៅ consult លោកគ្រូខ្ញុំសាកសួររឿងហ្នឹងខ្ញុំភ័យខ្លាចអត់បានញ៉ាំកាលពីក្មេងដោយសារគ្រួសារយើងក្រចាហើយសំបីថាអាហារពេលព្រឹកមិនដែលត្រូវបានចាត់ទុកជាអាហារចម្បងនៅក្នុងជីវិតប្រចាំថ្ងៃទេដោយសារអត់មានអីញ៉ាំនិយាយទៅបានពងទាញ៉ាំហ្នឹងគឺខ្ញុំសប្បាយចិត្តណាស់ហើយភាគច្រើនកាលពីក្មេងហ្នឹងទៅរៀនគឺទៅទាំងពោះទេនៅពេលព្រឹកពួកយើងអត់មានអីញ៉ាំហ្មងជួនកាលញ៉ាំបាយមួយទឹកស៊ីវអីចឹងទៅសំបីតែពងទាមកគ្រាប់អត់អាចញ៉ាំម្នាក់ឯងបានទេគឺបើសិនជាចៀនត្រូវទុកពាក់កណ្ដាលញ៉ាំពាក់កណ្ដាលខេងលោមានបងប្អូនណាទៀតគាត់អត់ទាន់ញ៉ាំបាយគឺគាត់ញ៉ាំជាមួយនឹងអាពងទាពាក់កណ្ដាលទៀតដែលយើងទុកនៅក្នុងផ្ទះហ្នឹងណាចាហើយពេលហ្នឹងខ្ញុំប្រាប់ខ្លួនឯងថាចេះចាំមើលតែខ្ញុំធំឡើងខ្ញុំមានការងារធ្វើខ្ញុំទិញញ៉ាំឲ្យឆ្អែតឆ្អន់ហ្មងអ្វីដែលខ្ញុំចង់ញ៉ាំគឺខ្ញុំនឹងទិញញ៉ាំដោយខ្លួនឯងហ្មងខ្ញុំប្រាប់ខ្លួនឯងអញ្ចឹងហើយឥឡូវហ្នឹងនាពេលបច្ចុប្បន្នហ្នឹងគឺខ្ញុំមានលទ្ធភាពអាចចំណាយទៅលើអីដែលខ្ញុំចង់បានកុំឲ្យទៅវាថ្លៃខ្លាំងពេកណាត្រឹមអាហារពេលព្រឹកដ៏ឆ្ងាញ់ញ៉ាំជារៀងរាល់ថ្ងៃសម្រាប់ខ្ញុំអត់បញ្ហាទេប៉ុន្តែខ្ញុំទៅជាមានអារម្មណ៍ថាដឹងគុណបាយទឹកអាហារដែលខ្ញុំញ៉ាំប្រចាំថ្ងៃនឹងនិយាយទៅផ្លេចទាំងមានអារម្មណ៍ថា grateful នៅពេលដែលខ្លួនឯងអាចក្រោកពីព្រឹកបានអាចដកដង្ហើមបានអាចឃើញព្រះអាទិត្យថ្មីបានផ្លេចរឿងហ្នឹងទៀតណាភ្លេចគិតថាខ្លួនឯងនៅមានសំណាងនឹងថ្ងៃថងចំណុចហ្នឹងដែរហើយចំណុចទី6ខ្ញុំគិតថាជាកត្តាចូលរួមសំខាន់ដែរដែលធ្វើឲ្យខ្ញុំអត់សូវសប្បាយចិត្តណាឬក៏សួរខ្លួនឯងថាមិនបានខ្ញុំនៅអត់សប្បាយចិត្តទៀតដោយសារតែខ្ញុំភ្លេចគិតថាខ្លួនឯងគឺជាមនុស្សធម្មតាម្នាក់ហើយមនុស្សធម្មតាម្នាក់គឺត្រូវមានទុក្ខគឺត្រូវមានសុខអាចជួបរឿងបរាជ័យអាចជួបរឿងជោគជ័យអាចឈឺអាចជាអាចយំអាចសើច
ខ្ញុំភ្លេចរឿងហ្នឹងឆឹងហ្មងខ្ញុំគិតថាខ្ញុំត្រូវតែសប្បាយចិត្តគ្រប់ពេលទាំងធៀបពិតគឺវាអត់អាចអញ្ចឹងអត់អាចទៅរួចទាល់តែសោះហ្មងពីព្រោះអីរឿងនៅក្នុងជីវិតរបស់ខ្ញុំគឺឡើងចុះអញ្ចឹងអញ្ចឹងវាសំខាន់ឲ្យខ្ញុំត្រូវដឹងថានៅពេលដែលមានបញ្ហាកើតឡើងខ្ញុំត្រូវធ្វើអីខ្ញុំត្រូវគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងនៅក្នុងការឆ្លើយតបទៅនឹងបញ្ហាហ្នឹងដោយរបៀបណាសរុបសេចក្តីមកទាំង6ចំណុចដែលខ្ញុំបានលើកឡើងហ្នឹងភាគច្រើនគឺកើតឡើងដោយសារតែខ្ញុំភ្លេចខ្លួនឃើញទេភ្លេចខ្លួនភ្លេចតាមមួយផ្លែតទេណាធ្វើឲ្យខ្ញុំអត់សប្បាយចិត្តភ្លាមធ្វើឲ្យខ្ញុំកើតមានអារម្មណ៍នេះអារម្មណ៍នោះជាហូរហែហើយសុទ្ធតែជាអារម្មណ៍អវិជ្ជមានប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ខ្ញុំផងនិងសុខភាពផ្លូវកាយរបស់ខ្ញុំផងហើយសួរថាពេលដែលខ្ញុំចាប់ផ្ដើមfind out ពីមូលហេតុទាំងអស់ហ្នឹងហើយណាខ្ញុំធ្វើអីទៀតខ្ញុំធ្វើតែខ្ញុំមិនមែននៅស្ងៀមគ្រាន់តែគេនិយាយថាអូទទួលយកការពិតបានតែទទួលយកអត់មានធ្វើអីណាខ្ញុំទទួលយកហើយគឺខ្ញុំដោះស្រាយទៀតអានឹងផ្អែកទៅលើការចែករំលែករបស់លោកគ្រូសានសុជីណាហើយលោកគ្រូសុភាពអីក៏ព្រះអង្គគ្រូអាសាមានសង្កេតការពីរឿងទាំងអស់នឹងដែរទទួលយកការពិតនៅក្នុងជីវិតថារឿងនឹងវាបានកើតឡើងហើយប៉ុន្តែយើងត្រូវចេះដោះស្រាយបញ្ហាដែលយើងកំពុងតែជួបមិនមែនទទួលឲ្យនៅអោបបញ្ហានឹងជាប់ដោយសារតែគិតថាអូខ្ញុំទទួលយកការពិតហើយអញ្ចឹងខ្ញុំមិនបាច់ធ្វើអីទៀតទេមិនមែនអញ្ចឹងទេអញ្ចឹងខ្ញុំដោះស្រាយជាមួយនឹងបញ្ហាផ្លូវចិត្តរបស់ខ្ញុំ mental problem របស់ខ្ញុំហ្នឹងទី1គឺខ្ញុំចំណាយពេលឲ្យខ្លួនឯងខ្ញុំនិយាយទៅអាហ្នឹងគឺជា technique របស់ខ្ញុំហ្មងណាដែលនៅពេលដែលមានបញ្ហាមួយគឺខ្ញុំចូលចិត្តធ្វើរឿងហ្នឹងហើយវាបានផលគ្រាន់តែថាពេលភ្លេចខ្លួនវាតាំងទាខ្ញុំទៅគិតរឿងអវិជ្ជមានដែលប៉ះពាល់មកខ្ញុំទៀតអីអញ្ចឹងខ្ញុំចំណាយពេលជាមួយនឹងខ្លួនឯងខ្ញុំទៅសេពីអារម្មណ៍របស់ខ្ញុំនៅក្នុងសភៅរបស់ខ្ញុំឬក៏ពេលខ្លះនៅក្នុងកុំព្យូទ័រឬក៏ពេលខ្លះនៅក្នុងទូរស័ព្ទរបស់ខ្ញុំឬក៏ពេលខ្លះខ្ញុំថតជាវីដេអូឬក៏សរសេរជា caption ខ្លីៗបង្ហោះនៅលើ page របស់ខ្ញុំពីព្រោះនេះគឺជាវិធីមួយដែលខ្ញុំអាចបញ្ចេញអារម្មណ៍របស់ខ្ញុំបានមួយវិញទៀតខ្ញុំជាមនុស្សដែលចូលចិត្តស្ដាប់ធម៌ប៉ុន្តែខ្ញុំអត់ទាន់ទៅដល់ការរៀនចិត្តចេតសិកដូចអ្នកដែលគេធ្លាប់ណែនាំឲ្យខ្ញុំទៅរៀនទេមែនតើមិនខ្ញុំអត់ចង់រៀនទេពីព្រោះខ្ញុំគឺជាមនុស្សម្នាក់ដែលឲ្យតម្លៃទៅលើការអប់រំផ្លូវចិត្តបែបព្រះពុទ្ធសាសនាប៉ុន្តែគ្រាន់ថាឧបនិស្ស័យខ្ញុំអត់តមកដល់ទេអញ្ចឹងខ្ញុំទុកអាហ្នឹងសិនហើយខ្ញុំគ្រាន់តែស្ដាប់ធម៌បែបសម្រាយបែបស្រាលដែលធ្វើឲ្យខ្ញុំអាចពិចារណាដែលធ្វើឲ្យខ្ញុំអាចគិតថាអូមានរឿងនឹងកើតឡើងហើយតើខ្ញុំគួរយកធម៌ព្រះពុទ្ធមកឆ្លុះបញ្ចាំងពីអ្វីដែលខ្ញុំជួបហើយខ្ញុំដោះស្រាយវាដោយរបៀបណានឹងគឺជាអ្វីដែលខ្ញុំធ្វើខ្ញុំជួយចិត្តស្ដាប់បែបសម្រាយបែបសាមញ្ញពួកឯងបើសិនជាខ្ញុំស្ដាប់ការទេសនាធម្មទេសនាដែលប្រើប្រាស់ពាក្យធម៌ស៊ីជម្រៅឬក៏ការគិតស៊ីជម្រៅពេកក៏ខ្ញុំអត់យល់ដែរពីពួកឯងកម្រិតខ្ញុំអត់ទាន់ដល់នឹងទេខ្ញុំគ្រាន់តែអាចទទួលស្ដាប់បាននៅត្រឹមកម្រិតប៉ុណ្ណឹងសិនប៉ុន្តែបើទោះបីវាជាកម្រិតមួយរៀងទាបមែននៅត្រឹមកម្រិតប៉ុណ្ណឹងសិនអញ្ចឹងសម្រាប់ខ្ញុំអត់មានបញ្ហាអីនឹងរឿងហ្នឹងទេហើយចំពោះ physical health របស់ខ្ញុំឬក៏សុខភាពផ្លូវកាយរបស់ខ្ញុំវិញគឺខ្ញុំជឿជាក់យ៉ាងមុតមមហើយអ្នកជំនាញក៏បានលើកឡើងដែរសុខភាពផ្លូវចិត្តកាយហើយនិងសុខភាពផ្លូវចិត្តគឺមានទំនាក់ទំនងគ្នាផ្លូវកាយគឺអ្នកទាំងអស់គ្នាដឹងហើយខ្ញុំគឺជាមនុស្សដែលចូលចិត្តហាត់ប្រាណប៉ុន្តែមកហឹកមុនហាត់ពេករហូតដល់ប៉ះពាល់វិញដោយសារហាត់ប្រាណច្រើនញ៉ាំទឹកតិចអញ្ចឹងណាចាអញ្ចឹងការហាត់ប្រាណសម្រាប់ខ្ញុំគឺសំខាន់មែនតើខ្ញុំចូលចិត្តជាងគេគឺការដាក់និងមួយទៀតគឺរបបអាហារដែលខ្ញុំកាត់បន្ថយអាហារដែលមានជាតិចាស់ឬក៏ជាតិផ្អែមខ្លាំងពីព្រោះអីកាលណាខ្ញុំញ៉ាំអាហារដែលមានរសជាតិចាស់ឬក៏រសជាតិប្រៃពេកផ្អែមពេកហ្នឹងខ្ញុំអត់ស្រួលក្នុងខ្លួនទេអញ្ចឹងខ្ញុំដឹងថាអូដើម្បីឲ្យខ្ញុំស្រួលខ្លួនហើយនៅពេលដែលខ្ញុំស្រួលខ្លួនគឺខ្ញុំអាចមានអារម្មណ៍ធូរស្រាលអញ្ចឹងវាមានទំនាក់ទំនងគ្នាអញ្ចឹងខ្ញុំត្រូវគិតទៅលើការញ៉ាំរបស់ខ្ញុំឲ្យបានល្អហើយអាហារដែលល្អហ្នឹងមិនមែនបានន័យថាអាហារថ្លៃអាហារ organic ពួកអីសម្រាប់ខ្ញុំក៏វាមិនមែនចេះតែមានសមត្ថភាពទៅទិញអាហារសរីរាង្គឬក៏អាហារ organic ដែរប៉ុន្តែសំខាន់អ្វីដែលខ្ញុំគិតថាមិនមានតែខ្ញុំទេដែលញ៉ាំអាហារដែលញ៉ាំបន្លែត្រីសាច់ដែលទិញមកពីផ្សារធម្មតាប្រជាជនខ្មែរដទៃទៀតក៏ញ៉ាំដែរប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបានមួយទៀតហ្នឹងគឺកាត់បន្ថយគ្រឿងចាស់នៅក្នុងអាហារហ្នឹងអញ្ចឹងខ្ញុំគិតប៉ុណ្ណឹងដើម្បីឲ្យខ្ញុំធូរចិត្តហើយខ្ញុំអាចទទួលទានអាហារទាំងអស់ហ្នឹងប្រកបដោយភាពសប្បាយចិត្តហើយខ្ញុំមានអារម្មណ៍ថាខ្ញុំដឹងគុណណាដែលខ្ញុំអាចមានអាហារនៅលើតុញ៉ាំហ្នឹងហើយហ្នឹងគឺជាអ្វីដែលខ្ញុំបានធ្វើដើម្បីដោះស្រាយជាមួយនឹងមូលហេតុដែលធ្វើឲ្យខ្ញុំមិនសប្បាយចិត្តហើយមួយវិញទៀតគឺកុំភ្លេចខ្លួននៅពេលដែលភ្លេចខ្លួនខ្ញុំត្រូវមានសតិហៅខ្លួនឯងត្រឡប់មកវិញថារឿងវាអត់អញ្ចឹងទេជាពិសេសអារឿងប្រៀបធៀបជីវិតរបស់ខ្ញុំជាមួយនឹងជីវិតរបស់អ្នកដទៃការងាររបស់ខ្ញុំជាមួយនឹងការងាររបស់អ្នកដទៃអូខ្ញុំខ្លាចរឿងហ្នឹងហ្មងនិយាយទៅប៉ុន្តែធ្វើមិនដូចនិយាយមិនអញ្ចឹងគឺភ្លេចខ្លួនតែខ្ញុំសប្បាយចិត្តដែលខ្ញុំបើទោះបីជាខ្ញុំមានការភ្លេចខ្លួនមែនប៉ុន្តែខ្ញុំអត់បដ ாய் ឲ្យខ្លួនឯងភ្លេចខ្លួនយូរឯងគឺខ្ញុំចេះទាញខ្លួនឯងត្រឡប់មកវិញអញ្ចឹងឯងបាទខ្ញុំធ្វើវីដេអូមួយនេះនិយាយទៅខ្ញុំស្រឡាញ់ខ្លួនឯងត្រង់ចំណុចហ្នឹងហ្មង
ហើយជាចុងក្រោយក៏ខ្ញុំមានពាក្យពេចន៍ដើម្បីផ្ដាំផ្ញើទៅកឹមឌីណាដែរក៏ដូចជាអ្នកដែលកំពុងតែទស្សនាវីដេអូនេះសូមឧស្សាហ៍រំលឹកប្រាប់ខ្លួនឯងថាយើងមានសំណាងដែលយើងនៅអាចមានឱកាសក្រោកព្រឹកឡើងយើងអាចដកដង្ហើមបានបើនេះថាយើងនៅមានជីវិតព្រោះអីខ្ញុំនៅតែជឿថាដរាបណាយើងមានជីវិតយើងនៅតែមានឱកាសនៅក្នុងការកសាងអនាគតរបស់យើងប៉ុន្តែមុននឹងកសាងអនាគតបានល្អយើងត្រូវធ្វើជាមនុស្សដែលឲ្យតម្លៃទៅលើពេលវេលានាពេលបច្ចុប្បន្នចង់អារម្មណ៍របស់យើងលើអ្វីដែលយើងកំពុងតែធ្វើប៉ុន្តែបើសិនជាមានអារម្មណ៍ផ្សេងៗកាត់ឡើងសូមទទួលយកអារម្មណ៍របស់ខ្លួនឯងពីព្រោះអារម្មណ៍ទាំងអស់ហ្នឹងវាអត់ថិតថេរទេវាមកហើយវានឹងទៅវិញបើពិបាកចិត្តទទួលស្គាល់ថាខ្លួនឯងពិបាកចិត្តបើសិនជាអាចសួរខ្លួនឯងថាពិបាកចិត្តដោយសាររឿងអីពីព្រោះអីនៅពេលដែលយើងដឹងពីមូលហេតុយើងទំនងជាអាចរកដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងរឿងដែលយើងកំពុងតែជួបមួយទៀតបើសិនជាយើង scrolling បណ្ដាញសង្គមពីព្រឹកទល់យប់បើកភ្នែក scroll មើល Facebook មុនបិទភ្នែក scroll មើល Facebook មើលហើយកាន់តែគិតថាជីវិតខ្លួនឯងខ្លួនឯងអត់ល្អអត់ប្រកែអត់លយអត់មានដូចគេអត់ហឺហាដូចគេធ្វើឲ្យខ្លួនឯងកាន់តែពិបាកចិត្តគួរគិតអំពីការកែប្រែទម្លាប់ហ្នឹងព្រោះអីកាលណាយើងឃើញគេប្រកែពេកហើយយើងឃើញខ្លួនឯងអន់ពេកវាធ្វើឲ្យយើងអត់មានកម្លាំងចិត្តនៅក្នុងការបន្តប្រឹងប្រែងតស៊ូក្នុងឆាកជីវិតរបស់យើងឯងព្រោះយើងគិតថាប្រឹងយ៉ាងណាក៏យើងនៅតែប៉ុណ្្នឹងប្រឹងយ៉ាងណាក៏យើងមិនអាចបានល្អដូចគេយើងអត់ដឹងទេអ្នកដែលយើងឃើញថាគេមានជីវិតល្អហ្នឹងហេងសួយគេចង់បានជីវិតដូចយើងវិញផងក៏មិនដឹងមិនប្រកាសថាអ្នកមានលុយរាប់លានដុល្លារអាចខ្សែសប្បាយរាល់ថ្ងៃប៉ុន្តែអ្នកមានអ្នកក្រអ្នកមធ្យមមានទុកដូចគ្នាគ្រាន់តែថាទុកក្នុងកម្រិតណាសមត្ថភាពនៃការដោះស្រាយក្នុងកម្រិតណាគឺអាស្រ័យទៅលើបុគ្គលម្នាក់ៗហើយរឿងទាំងអស់ហ្នឹងយើងអត់អាចដឹងបានទេបើសិនជាគេអត់ប្រាប់យើងមួយទៀតខ្ញុំរំលឹកខ្លួនឯងថាខ្ញុំអ្វីដែលខ្ញុំមានគឺគ្រប់គ្រាន់ហើយខ្ញុំតែភ្ញាក់ខ្លួនដែរនៅពេលដែលខ្ញុំចាប់ផ្ដើមមានអារម្មណ៍ចង់បានកាន់តែខ្លាំងខ្ញុំមានអារម្មណ៍ថាខ្លួនឯងកាន់តែខ្វះខាតកាន់តែខ្លាំងទាំងខ្លួនឯងមានគ្រប់គ្រាន់ទាំងជីវិតដែលខ្លួនឯងកំពុងតែមានក្នុងពេលបច្ចុប្បន្ននេះជាអ្វីដែលខ្ញុំសម័យចង់បានកាលពី10ឆ្នាំមុនឥឡូវហ្នឹងខ្ញុំអាចធ្វើការងារនៅក្នុងក្តីសម័យរបស់ខ្ញុំគួរតែមានអារម្មណ៍ថាសប្បាយចិត្តខ្ញុំគួរតែមានអារម្មណ៍ថាខ្ញុំមានមោទនភាពដែលចុងក្រោយខ្ញុំអាចសម្រេចចិត្តដើរនៅក្នុងផ្លូវជីវិតមួយដែលខ្ញុំតែងតែប្រាថ្នាចង់បានចុះហេតុអីបានខ្ញុំត្រូវអត់សប្បាយចិត្តទៀតមូលហេតុគឺដោយសារតែការចង់បានរបស់ខ្ញុំវាកើនឡើងជាលំដាប់ដែលធ្វើឲ្យខ្ញុំឃើញថាខ្លួនឯងខ្វះខាតជាលំដាប់អញ្ចឹងអានេះហើយគឺជាបញ្ហាធំមែនតើសម្រាប់ខ្ញុំហើយខ្ញុំសប្បាយចិត្តដែលខ្ញុំអាចដឹងពីរឿងហ្នឹងហើយខ្ញុំអាចដាស់ខ្លួនឯងឲ្យភ្ញាក់ពីភាពលោភលន់ឲ្យភ្ញាក់ពីការចង់បានមិនចេះចប់មិនចេះហើយរបស់ខ្ញុំសូមបញ្ជាក់ម្ដងទៀតនៅពេលដែលខ្ញុំនិយាយថាខ្ញុំគ្រប់គ្រាន់ហើយមិនមែនបានន័យថាខ្ញុំជាអ្នកមានមិនមែនបានន័យថាខ្ញុំត្រូវបញ្ឈប់ការប្រឹងប្រែងនានានៅក្នុងជីវិតអត់ទេជីវិតអាចរស់បានសម្រាប់ខ្ញុំអាស្រ័យលើខ្ញុំមានការងារធ្វើស្នាដៃរបស់ខ្ញុំអាចលក់បាននិយាយយ៉ាងខ្លីថាខ្ញុំត្រូវមានលុយដើម្បីទ្រទ្រង់ជីវិតមួយនេះទោះបីជាខ្ញុំនិយាយថាខ្ញុំមានគ្រប់គ្រាន់ហើយខ្ញុំនៅតែប្រឹងប្រែងធ្វើការដើម្បីបំពេញតម្រូវការជីវិតប្រចាំថ្ងៃរបស់ខ្ញុំខណៈដែលខ្ញុំកំពុងតែប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់ខ្ញុំមួយទៀតដែលខ្ញុំយកមករំលឹកខ្លួនឯងដែរជីវិតរបស់យើងគឺខ្លីហើយខ្ញុំប្រឹងប្រែងមកច្រើនហើយខ្ញុំជួបរឿងជួចចត់នៅក្នុងជីវិតច្រើនហើយដែលខ្ញុំឥឡូវនេះខ្ញុំគួរតែមានអារម្មណ៍ថាខ្ញុំមានមោទនភាពខ្ញុំសប្បាយចិត្តនឹងសមិទ្ធផលដែលខ្ញុំមាននៅពេលឥឡូវហើយខ្ញុំសង្ឃឹមថានៅពេលដែលខ្ញុំភ្លេចខ្លួនលើក្រោយទៀតវីដេអូនេះអាចជាសារដើម្បីមកដាស់ខ្ញុំឃើញពីចំណុចល្អឲ្យឃើញពីសំណាងដែលខ្ញុំមាននៅក្នុងជីវិតរបស់ខ្ញុំហើយនិយាយដល់នេះមាន quote មួយដែលខ្ញុំស្រឡាញ់ខ្លាំងមែនតើពី Helen Keller គាត់និយាយថា be happy with what you have while work for what you want ខ្ញុំគិតថានេះប្រហែលជាអាចយកមកគ្រប់គ្រងនៅអ្វីដែលខ្ញុំបានលើកឡើងមុននេះនៅពេលដែលខ្ញុំនិយាយថាខ្ញុំមានអារម្មណ៍ថាគ្រប់ក៏ពិតមែនប៉ុន្តែខ្ញុំនៅតែប្រឹងប្រែងធ្វើការដើម្បីបំពេញតម្រូវការក្នុងជីវិតរបស់ខ្ញុំដើម្បីសម្រេចគោលដៅរបស់ខ្ញុំដែលខ្ញុំបានដាក់នៅក្នុងជីវិតរបស់ខ្ញុំមុននឹងបញ្ចប់វីដេអូនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចែករំលែកនៅរឿងមួយដែលអ្នកទាំងអស់គ្នា feel gratitude អំពីរឿងនឹងអាចសរសេរនៅខាងក្រោមវីដេអូមួយនេះបានសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំមានអារម្មណ៍ដឹងគុណនៅពេលដែលខ្ញុំអាចមានជីវិតនៅក្នុងថ្ងៃនេះប៉ុណ្្នឹងឯងគុំបងអីគុំរំលាយក្តីសង្ឃឹមឈឺបេដងឈងសុបិនទទួលយកផ្សព្វផ្សារៀនរួចខណៈនេះនាងខ្ញុំកឹមឌីណាជាអ្នកនិពន្ធប្រឡាមលោកខ្មែរសូមអរគុណនិងសូមជម្រាបលាបាយបាយយើងបានឆ្លងកាត់អ្វីមកខ្លាំងគេមិនច្បាំងទើបវិនិច្ឆ័យផ្ដាំពីងគេទុំដូចខ្យល់ហើបាំងគុំរហាំងតូចចិនគុំខឹងនឹងគេអើយដឹងថាមានរឿងរ៉ាវច្រើនណាស់
តែកុំអោយបញ្ហាផ្លាស់ប្ដូរយើងខ្លាចទៅជា